ឥណ្ឌូនេស៊ីខ្វះមួយជំហានទៀតឈានទៅបង្ហាញខ្លួននៅ World Cup 2026 ខ្វះតែមួយជំហានទៀតក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីអាចនឹងមានឱកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2026 ពលគឺអាចនៅក្នុងខែតុលានេះតាមរយៈការប្រកួតវគ្គជម្រុះដែលឈានចូលដល់ជុំទី 4 ឥណ្ឌូនេស៊ីត្រូវប៉ះម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីតថ្ងៃទី 9 និងបន្ទាប់មកជួបអ៊ីរ៉ាក់នៅថ្ងៃទី 12 ខែតុលាសម្រាប់ពូល B តើឥណ្ឌូនេស៊ីត្រូវធ្វើដូចម្តេចដើម្បីបានទៅលេង World Cup 2026 ចម្លើយដាច់ខាតតែមួយមុខគត់គឺត្រូវយកឈ្នះការប្រកួតទាំងពីរឲ្យខាន់តែបាននោះទៅគេមានកៅអីភ្លាមៗទៅលេង World Cup នៅសហរដ្ឋអាមេរិកកាណាដានិងមិចស៊ីកូនាឆ្នាំក្រោយត្បិតក្នុងចំណោម3ក្រុមក្នុងពូលក្រុមលេខ1បានកៅអីដោយស្វ័យប្រវត្តិប៉ុន្តែបើសិនឥណ្ឌូនេស៊ីឈ្នះ1ចាញ់1ឬក៏ឈ្នះ1ស្មើ1នោះគេនឹងអាចទទួលបានចំណាត់ថ្នាក់លេខ2ក្នុងពូលនៅសល់ឱកាសឈានទៅបន្តការប្រកួតវគ្គជម្រុះនៅជុំទី 5 ដែលត្រូវជួបជាមួយនឹងក្រុមលេខ2នៅពូល A ដោយអាចជាកាតាឬក៏ជាអារ៉ាប់រួមឬក៏អូម៉ង់នៅខែក្រោយម្ដងទៀតរួចបើឈ្នះទៀតទៅប្រកួតឆ្លងទ្វីបដែលជាការប្រកួតប្រជែងចុងក្រោយដោយឡែកបើសិនឥណ្ឌូនេស៊ីចាញ់ទាំងពីរប្រកួតនោះបានសេចក្តីថាក្តីស្រមៃលេងពាន World Cup ជាលើកដំបូងក្រោមឈ្មោះថាជាប្រទេសឥណ្ឌូនេស៊ីនឹងត្រូវបានអាសាបង់នៅខែតុលានេះផងដែរដូច្នេះនៅខែតុលានេះត្រូវបានគេចាត់ទុកថាជាខែដ៏សំខាន់សម្រាប់ប្រទេសឥណ្ឌូនេស៊ីនិងសូម្បីតែអាស៊ានទាំងមូលក៏តាមដានផងដែរស្ថានភាពរបស់ក្រុមឥណ្ឌូនេស៊ីនាពេលនេះក្នុងការត្រៀមខ្លួនលើកនេះឥណ្ឌូនេស៊ីដែលគេដឹងថាកំពុងតែប្រើប្រាស់កីឡាករកូនកាត់ភាគច្រើនមកពីហូឡង់មួយនេះត្រូវបានជួបបញ្ហាបន្តិចបន្តួចជាក់ស្ដែងអ្នកចាំទីមកពីក្លឹប Cremonese លីកកំពូលអ៊ីតាលី Emil Udero បានរងរបួសខ្សែការពារ Max Helcher លេងឲ្យ 20 បានដកខ្លួនខ្សែបម្រើ Iver Jenner លេងឲ្យ Utrecht នៅលីកកំពូលហូឡង់បានជាប់វិន័យនិងជាពិសេសខ្សែប្រយុទ្ធវ័យក្មេងនិងឡើងជើងដែលមានឈាមជ័រឥណ្ឌូនេស៊ីសុទ្ធសាធ Marcelino Ferdinand ពុំត្រូវបានគ្រូបង្វឹកក៏ហៅលើកនេះនោះទេយ៉ាងណាក៏ដោយកីឡាករកូនកាត់ដែលមានឈាមជ័រឥណ្ឌូនេស៊ីលេងហូឡង់ភាគច្រើនរបស់គេរាប់តាំងពីអ្នកចាំទីដល់ខ្សែប្រយុទ្ធគឺមាន14នាក់គឺត្រៀមខ្លួនរួចរាល់ផងដែរដើម្បីជួយឲ្យក្រុមបានឡើងទៅលេង World Cup ជាលើកដំបូងខណៈដែលកាលពីមុនក្រុមនេះធ្លាប់បានលេងក្នុងនាមឈ្មោះថា Netherlands East India កាលពីឆ្នាំ 1938 ពេលឥណ្ឌូនេស៊ីស្ថិតនៅក្រោមអាណានិគមហូឡង់ជាមួយទ្រូហោងមិនថ្លៃដូចបងប្អូនគិតនោះទេសំខាន់មានប្រូម៉ូសិនជាច្រើនសម្រាប់អតិថិជនថែមទៀតសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ093 999 និង393